បើអាចអ្នកណាចង់និយាយយកឈ្នះឲ្យឈ្នះសិនទៅយើងសួរខ្លួនយើងបើយើងនិយាយបកកាយគ្នាយកឈ្នះពេលហ្នឹងតើវាមានផលប្រយោជន៍ល្អជាងហ្នឹងអត់វាបង្កើតផលអីពេលខ្លះអត់មានបានអីក្រៅតែពីឆ្លោះគ្នាទេមែនអត់បងប្អូនហើយមួយទៀតពេលខ្លះដើម្បីតែយកឈ្នះចិត្តយើងមកផ្លែតយកឈ្នះចិត្តយើងមកផ្លែតហើយមនុស្សដែលយើងចង់ឈ្នះហ្នឹងបើសិនជាគាត់ជាមនុស្សឆេវឆាវគាត់ជាមនុស្សគិតលឿនគាត់ជាមនុស្សមានអំពើហិង្សាតែយើងនឹងទៅយ៉ាងម៉េចបងប្អូនមានតែចាំរឿងទឹកមួយកែវហើយនឹងដុំដែកក្រហមល្ងាលមិនទេពេលហ្នឹងយើងមានសិទ្ធយកទឹកហ្នឹងទៅចាក់នៅលើដុំភ្លើងដុំដែកហ្នឹងមែនទេយើងមានសិទ្ធអត់យើងមានសិទ្ធប៉ុន្តែយើងចេះប្រមាណដុំភ្លើងហ្នឹងអត់ហើយយើងចេះប្រមាណទឹកយើងហ្នឹងអត់ហើយពេលហ្នឹងយើងបខំចិត្តយកទឹកយើងទៅចាក់តើយើងប្រើបញ្ញាឬក៏យើងយកទៅចាក់ដោយសារតែចង់ឈ្នះពេលហ្នឹងខួរក្បាលយើងដែលជាប្រដាប់គិតនេះយើងបានយកប្រដាប់គិតដ៏អស្ចារ្យយើងយកមកប្រើក្នុងការគិតពេលហ្នឹងដែរឬទេបងប្អូនឃើញឆ្ងាញ់ទេឡូយទេបងមិនលេងសើចទេណាជីវិតគឺជាការរស់នៅដ៏មានតម្លៃជីវិតគឺជាការរស់នៅប្រកបដោយភាពរីករាយតែហេតុអីបានយើងជីវិតរបស់យើងត្រូវបានសង្កត់ដោយទម្ងន់នៃសេចក្តីទុក្ខមិនឲ្យធ្ងន់មិនបើយើងចេះតែដើរសន្សំរើសយកមកដាក់លើស្មាយើងរហូតហ្នឹងអារឿងដែលមិនត្រូវគិតក៏យើងគិតអារឿងគេសោះក៏យើងយកមកញាត់ក្នុងគ្រួសារឯងមែនទេមិនស្រួលមិនតាន់ដោះថ្មិញផងនិយាយរឿងអាក្រក់របស់គេបាត់អានិយាយរឿងអាក្រក់របស់គេនោះមួយអាមិនតាន់ដោះថ្មិញនេះស្អុយមាត់ថែមមួយទៀតហើយនិយាយទៅណាមិននិយាយទៅនិយាយបែរដាក់ច្រមុះប្តីទៅនិយាយបែរដាក់ច្រមុះប្រពន្ធអាណាគេតែហិតក្លិនស្អុយរបស់យើងមែនទេបងប្អូនអញ្ចឹងរឿងរ៉ាវទាំងអស់នេះគឺយើងពិនិត្យមើលខ្លួនឯង